យើងនឹងយករបស់គេអីចឹងទៅវាជារឿងកាន់តែសោកស្ដាយទៀតដែលពួកគាត់អត់ស្គាល់ប្រវត្តិសាស្ត្រខ្លួនឯងពិតប្រាកដមកបានស្គាល់រសជាតិឪពុកជាលើកទី2ទទួលស្គាល់ការស្រឡាញ់បែបឪពុកជាលើកទី2គឺពេលចូលហាត់បុកតោហ្នឹងហើយពេលយើងបាត់បង់មនុស្សសំខាន់ឬក៏មនុស្សដែលយើងស្រឡាញ់ខ្លាំងបំផុតសូមឲ្យអ្នកទាំងអស់គ្នាគិតតែពីអនុស្សាវរីយ៍ល្អៗបានហើយទឹកពិសា Bronet We Active បរិសុទ្ធស្រស់ស្រាយគ្រប់ពេល We Active ភេសជ្ជៈកីឡាដំបូងគេរបស់ប្រទេសកម្ពុជាបំពេញនិងរក្សាជាតិទឹកព្រមទាំងសារធាតុរ៉ែបានល្អហើយឆាប់រហ័សជំរាបសួរអ្នកទាំងអស់គ្នាស្វាគមន៍សាជាថ្មីមកកាន់កម្មវិធី Reactive Podcast ជាមួយនឹង B ហើយនៅក្នុងសប្តាហ៍នេះគឺយើងមានភ្ញៀវកិត្តិយសដែលពិសេសមែនតើជំរាបសួរបងបាទជំរាបសួរបងប្អូនទាំងអស់គ្នាសុខសប្បាយបងសុខទុក្ខធម្មតាបងប្អូនខានជួបគ្នាយូរដូចជាជិតមួយខែបាទមួយខែយ៉ាងណាដែរបងតើតើជាមួយនឹងការងារម៉ានរយៈនេះតំសបាយការងារទីអូនដោយសារម៉ានរយៈមុនបងជួបគ្នាជាមួយឯហ្នឹងគឺពេលវេលារវល់ទៅជាមួយការងាររដ្ឋដោយសារបងក៏ជាមន្ត្រីរាជការមួយបម្រើការនៅក្នុងបណ្ឌិតសភានគរបាលកម្ពុជាយើងហ្នឹងហើយក្នុងនាមហ្នឹងដែរបងក៏ជាគ្រូបង្ហាត់បង្រៀននគរបាលខាងក្បាច់គុណអញ្ចឹងយើងក៏មានកម្មវិធីសម្ដែងនៅនោះអញ្ចឹងត្រាំត្រែង 2-3 ខែជាប់មកគឺបង្ហាត់ពួកគាត់ច្រើនអ្នកដើម្បីសម្ដែងជាក្រុមធ្វើយ៉ាងណាឲ្យមានរូបភាពល្អសម្រាប់កម្ពុជាយើងឥឡូវនេះមានការប្រកួតច្រើនអត់បងឬមួយក៏ត្រូវបង្ហាត់អីច្រើនទៀតសម្រាប់ការប្រកួតខ្លួនឯងដូចជាអត់ទាន់មានទេតាមពិតគេឲ្យដែរប៉ុន្តែយើងខ្លួនឯងអត់ទាន់មានពេលហាត់ដិតដល់អញ្ចឹងដល់ពេលអត់មានពេលហាត់ដិតដល់ក៏ជ្រើសរើសថាកុំទាន់អីចាំពេលមានពេលហាត់គ្រប់គ្រាន់ចាំទទួលការប្រកួតទៀតប៉ុន្តែចិត្តឯងបេះដូងហ្នឹងនៅស្រែកឃ្លានការប្រកួតនៅឡើយហាត់ហ្នឹងប្រហែលជាមាន fan មួយចំនួនឬមួយក៏អ្នកស្ដាប់មួយចំនួនក៏អត់ទាន់ដឹងថាតើបងហាត់អីគេដែរបងអាចប្រាប់តិចបានអត់បងភាគច្រើនហាត់បុកតោហើយនឹងបដាល់គុណខ្មែរបុកតោជាមួយនឹងបដាល់គុណខ្មែរបុកតោគឺជាក្បាច់គុណបុរាណរបស់ខ្មែរយើងដែរបន្សល់ទុកតាំងពីបុព្វបុរសយើងមកហើយគុណខ្មែរបងទៅប្រឡូកម្ដុំឆ្នាំ2012រីឯបុកតោបងប្រឡូកចូលហាត់តាំងពីចុងឆ្នាំ2007ចុងឆ្នាំ2007អញ្ចឹងរហូតមកដល់ឥឡូវហ្នឹងវាចូល10ឆ្នាំជាងហើយ10ឆ្នាំជាងហ្នឹងហើយប៉ុន្តែការនៅហាត់បុកតោនោះបងអត់ដែលបានប្រកួតពេញលេញវាយមួយទល់មួយតទៅតមកឯងវាភាគច្រើនការសម្ដែងការនិយាយគ្នាការបង្កើតជាក្បាច់ការបង្កើតជាទម្រង់អីចឹងណាប៉ុន្តែចូល2012បានទទួលបទពិសោធន៍វាយមួយទល់មួយឯកតជនហ្មងកាលហ្នឹងគឺចូលដំបងវាយនៅទូបាយ័នហើយជាលើកទី1ដែលបងដាក់ចិត្តប្រកួតត្រូវថាច្បាស់ជាជាប់សាច់ជាប់មុខជាប់មាត់អញ្ចឹងណាហើយកាលនោះក៏រំពឹងថាខ្លួនឯងនឹងមិនឈ្នះដែរពីព្រោះបទពិសោធន៍យើង0យើងឡើងទៅដល់គឺជាលើកទី1ហើយបងត្រូវប៉ះគូប្រកួតដែលធ្លាប់មានបទពិសោធន៍8ដងហើយអញ្ចឹងអាក្នុងនោះវាភ័យហើយប៉ុន្តែព្យាយាមលួងខ្លួនឯងពីព្រោះបងអាសាខ្លាចគេតែព្យាយាមលួងខ្លួនឯងថារត់ទៅដឹងតែចាញ់ហើយកុំភ័យកុំព្រួយកុំដាក់សម្ពាធខ្លួនឯងទៅសប្បាយសំខាន់ជាងគេដែលបងរើសហ្នឹងគឺដើម្បីឲ្យឈ្នះខ្លួនឯងសិនបាទអញ្ចឹងក៏សូមការអនុញ្ញាតពីលោកគ្រូតាពីព្រោះគាត់អត់ចង់ឲ្យយើងទៅទេដោយសារគាត់បារម្ភប៉ុន្តែគាត់ក៏ខាត់នៅពេលខាត់ច្រើនទៅយើងក៏មានអារម្មណ៍ថាអត់សប្បាយចិត្តថាមិនគាត់អត់បំពេញបំណងយើងចេះមួយចុះពីរតែពេលយើងសម្រេចចិត្តឡើងទៅលើសពីការរំពឹងទុកបងវាយគេស្លាប់នៅក្នុងទឹក3វាយគេស្លាប់សប្បាយចិត្តប៉ុន្តែភ័យពីយើងអត់ធ្លាប់តែពេលឃើញគ្នាគាត់ស្លាប់ចឹងយើងបារម្ភពីគាត់ដែរបងខ្ញុំពិតជាចាប់អារម្មណ៍មែនតើព្រោះដោយសារតែរឿងរ៉ាវផងបងមានច្រើនប៉ុន្តែបើសិនជាខ្ញុំអត់ខាត់បងទេបងនិយាយអស់លេងខ្លួនឯងជក់ខ្យល់បន្តិចមុនពេលដែលចូលទៅដល់កាន់តែស៊ីជម្រៅហេតុអីកត្តាអីជំរុញឲ្យបងខ្លាចទៅជាអ្នកប្រដាល់ឬមួយក៏អ្នកស្រឡាញ់ខាងរបបកតោទាំងដែលខ្លួនឯងជាមនុស្សស្រីហើយរៀងរើអីគឺទូចមែនតើមិនជាធំអីណាទេក៏អត់មានសាច់ដុំអីដែរហេតុអីអត់សូវគ្រប់គ្រាន់ស្វិតតើដំបងដែលរើសយកក្បាច់គុណហ្នឹងគឺបងពីទូចធំដឹងក្តីមកគឺអន់មកចប់ល្អតែមួយថាសុខភាពមាំអញ្ចឹងណាប៉ុន្តែអន់ផ្លូវចិត្តហើយ
កំសាកអត់ក្លាហានហើយមិនសូវជាចេះនិយាយឬក៏មានតំណែងល្អមួយមនុស្សជុំវិញខ្លួនទេខ្មោនៅតែផ្ទះហើយខ្មោខ្លាចខ្មោចក៏ខ្លាចឈឺច្រើនក៏ឈឺពលឡានក៏ពលប៉ុន្តែយើងក៏ចេះតែរើសយកអ្វីដែលដើម្បីធ្វើឲ្យយើងចង់កសាងខ្លួនយើងឲ្យមានភាពក្លាហានអញ្ចឹងណាហើយរឿងសំខាន់មួយទៀតឃើញអំពើហិង្សាក្នុងគ្រួសារច្រើនពាក្យច្រើនខាងប្រុសវាយប្រពន្ធរហូតវានឹងកើតចិត្តក្តៅកើតចិត្តខឹងថាបើអញចេះអីមួយអញនឹងទៅការពារមនុស្សស្រីនឹងធ្វើម៉េចកុំឲ្យមនុស្សស្រីត្រូវបានគេធ្វើបាបហើយដោយសារខ្លួនឯងជួបរឿងចឹងដែរអញ្ចឹងទៅក៏ស្វែងរកអីកីឡាឬក៏ជាពិសេសគឺក្បាច់គុណហ្នឹងហ្មងទៅបងក៏បានត្រូវបានពុកម៉ាក់បបួលទៅមើលការប្រកួតក្បាច់គុណមួយនៅ Start Olympic ក្បាច់គុណបុកតានឹងឯងហើយមិត្តភក្តិខាងហ្នឹងឈ្មោះ T1 គេបបួលហើយទៅបងឃើញក្បាច់គុណហើយក៏មានចិត្តថាប្រហែលជាកន្លែងហ្នឹងហើយដែលយើងត្រូវតែសិក្សាឬក៏រៀនដើម្បីយកមកការពារខ្លួនហ្មងក៏ទៅសុំលោកគ្រូតាកម្មាមាសានកំសៀនបាទតែលោកគ្រូទទួលកូនសិស្សស្រីអត់គាត់ថៅទទួលដៃពីរហើយឲ្យហាត់អត់បងលុយទៀតបងលុយឲ្យសប្បាយចិត្តមែនតើពេលនោះបានហាត់គាត់បញ្យល់ថាក្បាច់គុណបុកតើគឺលើសពីអ្វីទាំងអស់មិនធម្មតាបានសុខភាពល្អមិនធម្មតាបានរាងកាយមាំមួនសំខាន់ជាងគេហ្នឹងគឺយើងជួយទ្រទ្រង់ក្បាច់គុណវប្បធម៌ឲ្យរស់ឡើងវិញដែលបាត់ចាំងពីជំនាន់សង្គ្រាមពេលហ្នឹងឆ្នាំ2007ឬមួយចុងឆ្នាំ2007អូខេគឺជាពេលវេលាមួយដែលយើងអាចចាប់ដើមស្វែងរកខ្លួនឯងបានឃើញនៅពេលហ្នឹងហើយអូនហ្នឹងហើយបំណងមិនបានសម័យថានឹងចង់កើតជាអ្នកបណ្ដាលឬក៏ចាប់អាជីពអ្នកវាយបុកអ្នកបណ្ដាលឯងអត់មានទេគ្រាន់តែហាត់ដើម្បីការពារខ្លួនទេប៉ុន្តែ2012នឹងឯងដោយសារបើយើងចូលហាត់បុកតាយើងសម្ដែងរហូតប្រិយមិត្តគេថាមនុស្សស្រីស្អីទៅហាត់ក្បាច់គុណអញ្ចឹងអាយាយដៃជើងអស់នៅផ្ទះធ្វើការងារផ្ទះមិនទាំងគ្រប់ផងទៅហាត់ក្បាច់គុណអីពួកហ្នឹងវាហាត់ដើម្បីវាយតែគ្នាគាត់រិះគន់រហូតណាហើយគាត់ឃើញយើងថាបានតែសម្ដែងម្នាក់ហ្នឹងសាកឡើងទៅវាយគេវាយងាប់ខ្ញេនលើអញ្ចឹងណាបងលឺអញ្ចឹងហើយក៏គ្រាន់តែចង់ថាតើអញហាត់ក្បាច់គុណហ្នឹងបានធំតើអញ្ចឹងលេងអញ្ចឹងឬក៏មិនបាន challenge ខ្លួនឯងនៅឆ្នាំ2012ហ្នឹងឡើងប្រកួតគុណខ្មែរនឹងឯងអញ្ចឹងពីឆ្នាំ2007រហូតមកដល់12ហ្នឹងជួបឧបសគ្គអីគេខ្លះព្រោះដោយសារអីគេយើងជាអ្វីដែលខ្ញុំឮពីបងមកគឺមានន័យថាផ្លូវចិត្តបងខ្សោយមែនតើព្រោះដោយសារអីគេខ្លាចគេប៉ះខ្លួនឯងជាអ្នកដែលនៅតាមខេត្តទៀតកាន់តែអត់រឹងមាំមែនទេទឹកពិសា Bronet V Active បរិសុទ្ធស្រស់ស្រាយគ្រប់ពេល V Active ភេសជ្ជៈកីឡាដំបូងគេរបស់ប្រទេសកម្ពុជាបំពេញនិងរក្សាជាតិទឹកព្រមទាំងសារធាតុរ៉ែបានល្អហើយឆាប់រហ័សតាក់ទងជាមួយនឹងការតិចទៀនផងការរិះគន់ផងហើយកម្លាំងយើងជាមនុស្សស្រីផងប្រហែលឆ្នាំហ្នឹងថាធ្វើមិនបានអាចរហូតដល់ជំនះក្នុងការឡើងទៅវាយនៅក្នុងសៃវៀនបានជំនះមកច្រើនហើយយំសឹងតរហដងនៅពេលដែលឮសម្ដីគេមើងងាយអត់ចេះតតាំងណាអត់ចេះក្រោកឈរនិយាយបញ្យល់គេធ្វើម៉េចចេះតែយំយើងអត់ទាន់កសាងផ្លូវចិត្តខ្លួនឯងខ្លាំងពេលហ្នឹងគេហ្នឹងឯងគេឌីលច្រើនថាមិនដឹងជាសាច់ការស្អីទេហាត់គ្មានបានទៅមុខទេមុជជ្រៅទៅមិនឆ្ងាយណាមួយស្រីអញ្ចឹងគ្មានស្អីនៅតែធ្វើតែប្រពន្ធគេអញ្ចឹងណាខ្ញុំចង់បង្ហាញថាមិនមែនជាអីដែលគាត់គិតទេមិនមែនជាផ្នត់គំនិតដដែលធ្លាប់គិតពីមុនមកថាស្ត្រីនៅតែវិលចក្រានមិនជុំទេអញ្ចឹងពេលនោះគ្រួសារក៏គាត់អត់គ្រប់គ្រងពុកម្ដាយគាត់គិតដូចអ្នកនៅជុំវិញខ្លួនអញ្ចឹងណាអ្នកចក្រានណាហើយនឹងកាលហ្នឹងអត់តន់ទូលំទូលាយដែរនារីដែលហាត់ក្បាច់គុណអត់តន់ទូលំទូលាយទេគឺគេនៅតែនិយាយច្រើនថាហាត់ទៅរូបរាងខូចរូបរាងអាក្រក់អីអញ្ចឹងចេះមួយចេះពីរដែលជំនះមកបានហ្នឹងគឺខ្លួនឯងអាសាលួងខ្លួនឯងហើយកុហកខ្លួនឯងតិចដែរលួងចិត្តថាអត់អីទេឥឡូវហ្នឹងគេអត់តន់យល់អញ្ចឹងយើងខំធ្វើតទៅទៀតឲ្យគេយល់ថាការហាត់ក្បាច់គុណនេះមិនមែនសម្រួចទៅតែវាយគ្នាមានរឿងវាយគ្នាមានរឿងខឹងគ្នាអីទេគឺហាត់ក្បាច់គុណនេះគឺដើម្បីឲ្យក្បាច់គុណហ្នឹងរស់ឡើងវិញឲ្យលូតលាស់ឡើងវិញខ្ញុំជាស្រីមួយរូបនៅក្នុងចំណោមហ្នឹងអញ្ចឹងបើសិនខ្ញុំអត់ធ្វើទេនឹងមិនមានកូនស្រីឬក៏យុវជននារីអីបន្តវេនពីក្រោយយើងទៀតទេវានឹងរសាត់បាត់ទៅហើយទាំងអស់គ្នានឹងមើលឃើញថាក្បាច់គុណមែនហាត់បានតែមនុស្សប្រុសស្រីហាត់អត់បានចង់មានន័យថាអញ្ចឹងកំឡុងនោះមានមនុស្សស្រីផ្សេងទៀតអត់ដែលបានចូលរួមបងមុនបងចូលហាត់មានប៉ុន្តែគាត់ហាត់អត់រយៈពេលខ្លីត្រូវបានគ្រួសារគាត់ប្រឈប់ដោយសារគាត់រៀបការអីអញ្ចឹងទៅអញ្ចឹងមិនអាច
តទៀតទេអញ្ចឹ ចឹង ងណា តែបងទី យើង 1 ហ្នឹងហើយអាចរាប់បានថាសារថ្មីមកវិញគឺបងទី បាទ 1ហ្នឹងដែរអញ្ចឹងទៅក៏ចេះតែធ្វើឲ្យពួកគាត់ឃើញថាការហាត់ក្បាច់គុណនឹងដូចបងជំរាបពីខាងមុនមិនអញ្ចឹងថាវាលើសពីអ្វីៗបន្ទាប់មកយើងបានធ្លាយទៅដល់ការប្រកួតនៅអន្តរជាតិយើងបានបង្ហោះនៅក្នុង social media ថានេះក្បាច់គុណដែលបាត់បង់ហ្នឹងបានរស់ឡើងវិញហើយក្នុងនាមខ្ញុំជាស្រីខ្ញុំចង់ឲ្យក្មេងៗស្រីបានចេះហាត់គុណដោយសារចង់ឲ្យក្បាច់គុណវប្បធម៌យើងរស់ឡើងវិញនិងទីសំខាន់មួយទៀតគឺគាត់អាចការពារខ្លួនឯងបានហើយជួយកសាងស្មារតីឲ្យគាត់ក្លាហានអញ្ចឹងឯងក៏សាយភាយដំណឹងមករហូតតាម social media ចឹងមកបានទាំងអស់គ្នាទទួល បាទ ស្គាល់ហើយគេចាប់ផ្ដើមដឹងលឺច្រើននៅសប្តាហ៍ថ្ងៃនេះ បាទតកតងជាមួយនឹងខ្សែជីវិតមួយនឹងនៅពេលដែលយើងចាប់ផ្ដើមប្រឡូកចូលក្នុងវិស័យមួយនឹងខ្ញុំជឿឲ្យវាតែងតែមានព្យុះភ្លៀងនៅពីខាងក្រោយហើយ ត្រូវ បើសិនជាយើងអត់សិក្សាពីបងទេប្រហែលជាអត់ដឹងទេព្រោះដោយសារអ្វីៗគឺល្អមែនតើមកមើលតែពីសម្បកក្រៅណាប៉ុន្តែចង់ដឹងតិចថាតើនៅពេលដែល behind the scene នឹងបងមានការចង់បោះបង់ចោលអីអត់នៅពេលដែលគេតិចទៀនច្រើនមែនតើអញ្ចឹងណា ធ្លាប់បោះបង់ចោលមួយឆ្នាំដែរ មួយឆ្នាំ ដែរបោះបង់ចោលមួយឆ្នាំកាលនោះបញ្ហាផ្លូវចិត្ត ធ្វើអីក៏អត់ត្រូវធ្វើអីក៏គេអត់ដែរបានឬថាសាតមិនបាច់ទៅសើក៏បានដែរតែមិនបាច់ទាញមិនបាច់ជន់ប្រអាប់ទៀតទេទទួលបានការតិទៀនច្រើនហើយក្រុមគ្រួសារនឹងម្ដាយអត់សុបាយចិត្តទៀតទៅមានអារម្មណ៍ថាខ្លួនឯងជាកូនអត់ល្អធ្វើឲ្យម៉ែសុបាយអត់សុបាយចិត្តហើយសេដ្ឋកិច្ចគ្រួសារផងហើយដោយសារយើងហាត់ក្បាច់គុណអត់មានទទួលបានអីទេអត់មានទទួលបានទាំងអស់ បាទ ចាយពេលវេលាចាយថវិកា បាទ ហ្នឹងហើយចាយកម្លាំងអញ្ចឹងទៅគាត់សម្រេចចិត្តថាបែបមើលទៅយើងទៅអត់មុខមែនដូចគេនិយាយកាលនោះក្រៀមក្រំមែនតើអង្គុយយំក្នុងបន្ទប់មួយអាទិត្យហើយសម្រេចគាត់ថាទៅអត់មុខមែនហើយក៏ឈប់មួយឆ្នាំហ្នឹងទៅតែមករលកចិត្តនេះអានៅក្នុងអ្វីដែលយើងស្រឡាញ់ណាយើងស្រឡាញ់ចេញពីឆន្ទៈវាឈប់អត់បានយូរវានៅតែទាញបេះដូងយើងទៅ បាទ ធ្វើឲ្យយើងគិតថាហាត់បំណាច់ថាហាត់បានរាប់ឆ្នាំប៉ុណ្នេះហើយបោះបង់ចោលវាដូចជាកំសាកជាងខ្លួនឯងចាប់ដើមពីសូន្យមកទៀតហើយណាមួយលោកគ្រូតាបងគាត់ផ្ដល់ឱកាសឲ្យទៀតពេលនោះគាត់ថាហែងមកហាត់វិញអត់គ្រូនឹងមានឱកាសឲ្យហែងបានទៅសម្ដែងចូលប្រកួតនៅនេះយើងមិនប្រកាសថាយើងបានជាប់ចំណាត់ថ្នាក់ឬក៏អីទេប៉ុន្តែវាអាចជាហ្នឹងហើយហែងអាចជាកម្លាំងចលករមួយដែលចូលរួមបង្ហាញក្បាច់គុណវប្បធម៌របស់យើងហ្នឹងទៅលើឆាកអន្តរជាតិពេលនោះហើយបេះដូងវាលោតត្រឡប់មកវិញហើយប្រាប់ថាស្អីក៏ស្អីទៅមិនក៏មិនទៅសេដ្ឋកិច្ចថវិកា financial អីទុកមួយ like សិនទៅយើងយកការងារជាតិកាលហ្នឹងលោកគ្រូតាគាត់ចាប់ផ្ដើមបណ្ដុះគំនិតឲ្យស្រឡាញ់ជាតិឲ្យស្រឡាញ់វប្បធម៌អញ្ចឹងយើងពេលហ្នឹងក៏ដាក់ចិត្តត្រឡប់ទៅវិញ អញ្ចឹងមានន័យថា ហើយពីនោះមករហូតត មួយឆ្នាំហ្នឹងគឺទី1ហ្នឹងគឺកត្តាខ្លួនឯងដែលលើកទឹកចិត្តខ្លួនឯងនិងគ្រូតា មានកត្តាផ្សេងទៀតអត់ឬមួយក៏មានតែកត្តាជន់ទៅលើ មានកត្តាអ្នកដូចថាជន់យើងដែរអញ្ចឹងយើងចង់ប្រាប់គាត់ថាអ្វីដែលយើងធ្វើនេះគឺដើម្បីសង្គមដើម្បីជាតិទាំងអស់អញ្ចឹងយើងចង់កាយអាការគិតរបស់គាត់ហ្នឹងកុំឲ្យគិតអវិជ្ជមានអញ្ចឹងអនាគតទៅបើសិនជាគាត់គិតអវិជ្ជមានរហូតកូនខ្មែរឬក៏តពាំងដែលដុះមកហ្នឹងក៏នឹងទៅតាមសម្ដីអញ្ចឹងដែរ ចាប់អារម្មណ៍មែនតើតកតងជាមួយនឹងប្រហែលជាបងខ្លួនឯងបានដឹងហើយដោយសារបងជាអ្នកដាក់ឈ្មោះឲ្យខ្លួនឯងហើយក៏ប្រហែលជាមានអ្នកដែលតាមដានបងក៏បានដឹងដែរតកតងជាមួយនឹងការប្រកួតអីបងអញ្ចឹងទៅអ្នកបដាល់មិនដែរឈ្នះ យ៉ា អាហ្នឹងមកហៅខ្លួនឯង វាស្ដាប់មើលទៅវាក៏ប្លែកទៅពេលសំបីតែពេលដែលខ្ញុំនិយាយទៅក៏បងសើចដែរប៉ុន្តែប្រហែលជាមានការជឿចាប់ពីខាងក្នុង មាន សើចប៉ុន្តែវាមានទុកពីខាងក្នុងនៅពេលដែលគេនិយាយអញ្ចឹងណាតើបងមានអារម្មណ៍មិនដែរបើសិនជាខ្ញុំនិយាយថាបងតារតហ្នឹងជាអ្នកបដាល់មិនដែរឈ្នះហ្នឹងអស់ឆាអីវាអញ្ចឹងណាយល់មិនដែរចំពោះទស្សនៈមួយហ្នឹង ដូចណៃបានឃើញ reaction ភ្លាមមិញសោចផ្ទុះចំណោចមួយផ្លែតប៉ុន្តែក្នុងបេះដូងវាជុំ បាទ តែក៏លួងខ្លួនឯងថាការពិតវាចឹងមែនកាលពីយើងអត់ទាន់មានទំនួលខុសត្រូវច្រើនកាលពីយើងនៅត្នេនៅស្ទាវនៅក្មេងហូបគ្រប់គ្រាន់ពេលវេលាគ្រប់គ្រាន់បងវាយមិនសូវជាចាញ់ច្រើនទេយូរចាញ់ម្ដងប៉ុន្តែមហឹកក្រោយនេះរឿងពីក្រោយនឹងច្រើនអញ្ចឹងដល់ពេលវេលាយើង
ត្រូវមានរឿងទទួលខុសត្រូវច្រើនដូចជាឪពុកម្ដាយបងគាត់ចាស់ទាំងអស់ហើយឈឺទាំងពីរទៀតអញ្ចឹងពេលខ្លះបងហាត់អញ្ចឹងទៅត្រូវបានម្ដាយទេមកកូនអើយប៉ាឈឺបាត់ជើងអត់មានអ្នកលើកទេយើងត្រូវកាត់ពីហាត់ហ្នឹងរត់ទៅជួយគាត់សិនអញ្ចឹងពេលវេលាវាចេះរហូតហើយអាយុយើងក៏ដើរទៅមុខដែរអញ្ចឹងណាមួយទៀតនេះមិនមែនជាលេសទេណាប៉ុន្តែរាល់ពេលការដែលបងចាប់គូប្រកួតគឺដៃគូបងតែងតែរៀងត្រូវជាងខ្លួនឯងរហូតធំជាងខ្លួនឯងហើយបទពិសោធន៍គេក៏ច្រើនជាងចឹងដែរហើយដែលហៅថាអ្នកបដាល់មិនដែលឈ្នះខ្លួនឯងនេះក៏ជាការលួងចិត្តខ្លួនឯងកុំឲ្យឈឺចាប់ខ្លាំងពេកពីព្រោះរាល់ការចាញ់ណាគេចេះចង់ចាញ់ចង់ឈ្នះរហូតហ្នឹងហើយពេលខ្លះបងអានេះមិនមែនជារឿងល្អទេណានិយាយប្រាប់ទៅក៏មិនចង់ឲ្យទាំងអស់គ្នានឹងធ្វើគំរូតាមខ្ញុំដែរការ roast ខ្លួនឯងដុតខ្លួនឯង bully ខ្លួនឯង bully លេងជាការកំសាន្តសើចពេលខ្លះអានេះសម្រាប់បងជួយតិចក៏ឈឺចាប់តិចដែរប៉ុន្តែវាជាការពិតអញ្ចឹងបើសិនជាយើងហៅខ្លួនឯងអញ្ចឹងហើយពេលលឺអ្នកដទៃហៅទៀតទៅវាអាចថាស្មើគ្នាតែពេលយូរម្ដងពេលយើងថ្ងៃណាយើងអត់សូវសុវ័យចិត្តពេលលឺពាក្យហ្នឹងគេនិយាយអវិជ្ជមានមកដាក់ក៏ពេលខ្លះលួចយំអញ្ចឹងដែរប៉ុន្តែអត់អីទេកន្លែងនេះចង់ឲ្យអ្នកទាំងអស់គ្នាគិតថាចេះពេលឈឺបន្តិចចង់យំបន្តិចទៅចោះទៅយំទៅបើខ្ញុំឲ្យទឹកភ្នែកហូរហើយខ្ញុំជូតហើយខ្ញុំឈប់ខ្ញុំមកជាធម្មតាវិញព្រោះយើងជាមនុស្សធម្មតាត្រូវឲ្យធម្មជាតិរបស់ខ្លួនឯងហ្នឹងប្រឡែងបានខ្លះទៅឲ្យវាធូរតែឥឡូវនៅពេលដែលខ្លួនឯងចាប់ដើមក្នុងវិស័យហ្នឹងមានអារម្មណ៍ថាខ្លួនឯងផ្លាស់ប្ដូរច្រើនអត់បងហើយជាមួយនឹងអ្វីដែលយើងពីមុនមកផ្លាស់ប្ដូរច្រើនអូននិយាយរួមទៅក្បាច់គុណហ្នឹងផ្លាស់ប្ដូរជីវិតបងពេញទំហឹងហ្មងតាំងពីអត់សូវចេះនិយាយស្ដីតាំងពីរហូតតាំងពីឈឺច្រើនកំសាក់អីចឹងឥឡូវនេះសម្រាប់ខ្លួនឯងណាมันមានអីជាដុំកភួនណានៃជោគជ័យខ្លាំងហើយប៉ុន្តែសូមហៅខ្លួនឯងថាជោគជ័យហើយដោយសារបងបានរៀនធ្វើឲ្យខ្លួនឯងមានសុខភាពផ្លូវចិត្តបានមាំសុខភាពផ្លូវកាយក៏បានមាំហើយយើងមិនចាញ់ច្រាបនឹងសម្ដីតិទៀនឬក៏ការរិះគន់អីផ្សេងទៀតទេកាលមុនប៉ះច្រើនណាស់ហើយដល់ពេលយើងអត់ចេះឡងទៅវិញទៀតវាទៅឈឺក្នុងនេះឈឺខ្លាំងអញ្ចឹងឥឡូវនេះចេះបង្រៀនខ្លួនឯងថាអ្វីដែលគេនិយាយការពិតទទួលទៅវាពិតមែនតែបើមិនមែនការពិតទេយើងមិនអាចមានពេលទៅបិទមាត់គេនិយាយបានទេឲ្យគេនិយាយចោះគេនឹងឃើញការពិតជាការពិតអញ្ចឹងយើងគិតថាអីការពិតយើងទុកនៅក្នុងចិត្តចោះហើយកុំរំពឹងខ្ពស់រំពឹងពាក់កណ្ដាលតិចតួចអញ្ចឹងអាហ្នឹងជាការលួងខ្លួនឯងឲ្យបានល្អប្រសើរហើយក៏ខ្ញុំចង់ផ្ញើ message ផ្ញើសារទាំងអស់ហ្នឹងទៅឲ្យអ្នកស្ដាប់ខ្ញុំជាពិសេសប្រិយមិត្តដែលស្រឡាញ់តាមដានខ្ញុំហ្នឹងឲ្យគាត់យល់ពីបញ្ហាហ្នឹងដែរហើយមិនមែនពេលខ្លះខ្ញុំក៏មានដែនកំណត់ខ្លួនឯងដែរមិនមែនឈ្នះឬក៏ជួយខ្លួនឯងបានរហូតទេខ្ញុំមានយើងចេះតែរកផ្លូវជួយផ្លូវចេញខ្លះធ្លាប់ជួបអារឿងដូចថានៅកវល់តែក្នុងហ្នឹងហើយចង់ធ្លាប់គិតខ្លីប៉ុន្តែយើងត្រូវគិតដល់អ្នកមានគុណយើងទៅយកតាមបានសងគុណគាត់នៅឡើយហើយក៏ចង់ឲ្យអ្នកទាំងអស់គ្នាបានគិតដល់ចំណុចនឹងដែរនៅពេលដែលខ្លួនឯងចង់បញ្ចប់ជីវិតណាខ្ញុំគិតថាអង្គុយយំសិនចោះយំឲ្យច្រើនអស់ស្អែកឡើងគិតរឿងថ្មីថ្ងៃថ្មីមួយទៀតសំណួរខ្ញុំបន្ទាប់ដែលចង់សួរបងមែនតើព្រោះដោយសារគេសូម្បីតែខ្ញុំខ្លួនឯងក៏មានអារម្មណ៍ចឹងដែរថាតើតើជាមួយនឹងបុកក្បាច់គុណខ្មែរអត់អីទេប៉ុន្តែតើតើជាមួយនឹងក្បាច់គុណរបស់កតាវយើងឃើញថាមានការចម្រុងចម្រាស់នេះច្រើនមែនតើហើយប៉ុន្តែក៏នៅក្នុងសង្គមនៅពេលបច្ចុប្បន្នយើងក៏មិនសូវជាឲ្យតម្លៃខ្លាំងដែរតាមរយៈចុងក្រោយនេះដែលរៀងមានការផ្ទុះមានការបទីបន្ទងត្រឡប់មកវិញអញ្ចឹងទៅនៅពេលដែលវាអត់ទាន់មានការសាយភាយគ្រប់ត្រខ្លាំងមិនសូវជាមានការឲ្យតម្លៃណាក្នុងនាមបងជាមនុស្សស្រីម្នាក់នៅក្នុងវិស័យមួយហ្នឹងអ្នកការពារអ្នកថែរក្សាហើយអ្នកហាត់តតែម្ដងមានអារម្មណ៍យ៉ាងណាដែរហើយគិតថាតើគួរធ្វើបែបណាដើម្បីឲ្យរបបកតាវយើងកាន់តែមានការទទួលគ្រប់ត្រកាន់តែខ្លាំងថាពេលខ្លះតូចចិត្តដែរហើយបុកកតាវមុននឹងបានឈានជើងទទួលស្គាល់ពីអង្គការ UNESCO នេះតដាប់តដួសរោគរាកវេទនាស៊ីអត់ស៊ីឃ្លានជុំសិស្សច្បងសិស្សប្អូនជុំលោកគ្រូតាដែលលោកគ្រូតាបងគាត់លះបង់ខ្លាំងមែនតើលក់អីគ្រប់យ៉ាងដើម្បីតែយកលុយមកបង់សាលាគុណដើម្បីឲ្យសិស្សបានហាត់ដើម្បីឲ្យមានតបូលសម្រាប់សិស្សច្រកកោនរហូតដល់ពេលមានការចម្រូងចម្រាសហ្នឹងមុនដំបូងណាប្រហែលឆ្នាំមុនណាមិនមែនឥឡូវទេអ្នកក្នុង
សាច់ឈាមខ្លួនឯងដែលជាខ្មែរខ្លួនឯងហ្នឹង បាទ យើងជំរុំចាស់គាត់ថាបោះគាត់ទេអ្នកមកមុនបុរាណជាងអីចឹងចឹងណាចឹងវាជារឿងគួរឲ្យសោកស្ដាយហើយក្រៀមក្រំមួយដែរដែលជាតិយើងអត់ទាន់បានរកផ្លូវមួយតែមួយជាមួយគ្នា បាទ ឥឡូវនេះជំនាន់ក្រោយមកក្រោយពីលោកគ្រូតាហ្នឹងគេចាប់ផ្ដើមរួបរวมគ្នាហើយបងក៏ឃើញពន្លឺនៃភាពវិជ្ជមានដែលថាចេះសាមគ្គីគ្នាដែរកន្លែងហ្នឹងធ្វើឲ្យយើងធូរចិត្តច្រើនសប្បាយចិត្តច្រើនថាអូខេក្មេងជំនាន់ក្រោយគាត់ចេះរកផ្លូវឲ្យជួបគ្នាទៅតែមួយហើយ បាទ ប៉ុន្តែលើកនេះជាខាងអន្តរជាតិម្ដងអ្នកនៅចិត្តយើងម្ដងគិតថាយើងនឹងយករបស់គេអីចឹងទៅ បាទ វាជារឿងកាន់តែសោកស្ដាយទៀតដែលពួកគាត់អត់ស្គាល់ប្រវត្តិសាស្ត្រខ្លួនឯងពិតប្រាកដអញ្ចឹងដូចបងបញ្ជាក់ពីខាងដើមយើងមិនអាចទៅហាមការគិតរបស់គេឬក៏ហាមមាត់គេទេប៉ុន្តែការពិតនៅតែជាការពិតរបស់ពិតនៅតែជារបស់ពិតហើយយើងនៅតែបណ្ដុះគំនិតឲ្យក្មេងជំនាន់ក្រោយនេះឲ្យគាត់ខំហាត់ខំទ្រាំទ្រង់ខំផ្សព្វផ្សាយហើយហ្នឹងហើយឧស្សាហ៍ឡើងបញ្ចាំងបង្ហាញខ្លួនឯងនៅតាមលើឆាកអន្តរជាតិពេលនោះអ្នកជុំវិញនឹងមើលឃើញមើលដឹង បាទបាទបងបានលើកឡើងតាក់ទងជាមួយនឹងគ្រូតាច្រើនមែនតើប៉ុន្តែអ្វីហ្នឹងអ្វីដែលឥឡូវយើងសោកស្ដាយបំផុតហ្នឹងគឺឥឡូវនេះគឺមួយរយៈចុងក្រោយមួយអាទិត្យមុនហ្នឹងគឺយើងបានបងគ្រូតាហើយក្នុងនាមយើងជាកូនសិស្សផងគាត់ជាសិស្សចំណិតហើយតើមានអារម្មណ៍យ៉ាងណាដែរសម្រាប់ការបាត់បង់ហ្នឹង សំទោសអូន អត់អីមកតាមស្រួលតាមស្រួល អរគុណសម្រាប់បងខ្លួនឯងលោកគ្រូតាបើយើងហៅនិយាយថាលោកគ្រូគ្រាន់ត្រឹមតែជាលោកគ្រូឯងអត់ជាប់សាច់ឈាមជាញាតិមិត្តជាឪពុកម្ដាយឈាមបកើតអីទេប៉ុន្តែពេលបងពីទូចមកទទួលស្គាល់ភាពជាឪពុកបានត្រឹមអាយុ11 12ឆ្នាំពុកបងបកើតនៅរស់ទេប៉ុន្តែដោយសារបងអាយុ11ឆ្នាំហ្នឹងគាត់ឈឺធ្ងន់អញ្ចឹងគាត់បាត់ព្រលឹងធំ បាទ ហើយលែងនិយាយស្ដីអស់ហើយបន្ទាប់មកបងបានស្គាល់រសជាតិឪពុកជាលើកទី2ទទួលស្គាល់ការស្រឡាញ់បែបឪពុកជាលើកទី2គឺពេលចូលហាត់បុកតោហ្នឹងហើយនៅឆ្នាំ2017នៅពេលលោកគ្រូសានកំសៀនបានទទួលយើងជាសិស្សហើយមិនត្រឹមតែលើពីសិស្សទៀតដូចកូនអញ្ចឹងណាដល់ពេលបាត់បង់គាត់ទៅវាប៉ះធ្ងន់ហើយចំណេះដឹងសពថ្ងៃដែលបងមានសេចក្តីស្រឡាញ់ជាតិដែលបងមានឆន្ទៈដែលបងមានចេះចែករំលែកដល់ក្មេងជំនាន់ក្រោយក៏មកពីគាត់ដែរគាត់បន្ទោសយើងហើយឪពុកម្ដាយបង្រៀនយើងហើយយើងទទួលបានចំណេះដឹងបន្ថែមពីគាត់ទៀតវារឹតតែមានទម្ងន់អញ្ចឹងធ្វើឲ្យការបាត់បង់របស់គាត់នេះគឺវាសំខាន់សម្រាប់ជីវិតបងមែនតើសូម្បីតែការប្រស័យតាក់ទងភាសាអង់គ្លេសអីគឺមកពីគាត់ទាំងអស់ ហើយសំខាន់ផងដែរគឺគាត់គឺជាបុគ្គលសម្រាប់បងខ្លួនឯងបងហៅគាត់ថាវីរៈបុរសហើយវីរៈបុរសដែលនាំឲ្យក្បាច់គុណបុក្កតោរស់ឡើងវិញសម្រាប់ធ្វើឲ្យកម្ពុជាត្រូវបានគេស្គាល់មួយសារទៀតនៅក្នុងភាពខ្លាំងនៃក្បាច់គុណចំណាស់បុរាណរបស់យើងបងជឿថាវេនបងបន្ទាប់មកវេនក្រោយបងទៀតគេនឹងធ្វើបានកាន់តែល្អដោយគេនឹងដើរតាមលំនាំគាត់ហើយនឹងដើរតាមលំនាំយើងជាសិស្សច្បងបន្តផ្ដេកចំណេះឬក៏ផ្ដល់ចំណេះដឹងទូទៅឬក៏បណ្ដុះគំនិតឆន្ទៈឲ្យគាត់ឆ្លាញ់តទៀតអញ្ចឹងណាហើយបងសង្ឃឹមថាលោកគ្រូតាគាត់នឹងបានមើលពីខាងលើមកថាកូនចៅគាត់ដែលគាត់បដោះនឹងគឺអត់ចោលមិនសៀតទេធ្វើឲ្យគាត់សប្បាយចិត្តថាអីដែលគាត់លះបង់សម្រាប់ជាតិកម្ពុជាយើងត្រូវបានក្មេងជំនាន់ក្រោយបន្តធ្វើពីគាត់អញ្ចឹងបងសង្ឃឹមថាអញ្ចឹងដូចគ្នា ខ្ញុំគិតថាប្រហែលជាបងអាចនឹងមានចំណុចមួយចំណុចពីរចំណុចដែលបងស្ដាយនៅពេលដែលគាត់មានវត្តមានតែបងអត់ទាន់បាននិយាយទៅកាន់គាត់ឥឡូវនេះគាត់បានផុតហើយតែបងគិតថាមានពាក្យណាបើសិនជាអាចត្រឡប់ថយក្រោយវិញបងនឹងនិយាយទៅកាន់គាត់ បងធ្លាប់និយាយប្រាប់គាត់ច្រើនថាបងមានមោទនភាពដែលបានកើតជាកូនសិស្សគាត់ហើយនឹង
ប្រាប់គាត់ថាខ្ញុំដឹងគុណលោកគ្រូខ្ញុំអរគុណគ្រប់យ៉ាងដែលលោកគ្រូបរៀនប៉ុន្តែពាក្យមួយដែលអត់ដែរនិយាយហើយនឹងអៀនមកអត់គឺកូនស្រឡាញ់លោកគ្រូតែនិយាយទេហើយ អីដែលធ្វើឲ្យបងស្ដាយខ្លាំងគឺខំជិះតាមផ្លូវយ៉ាងលឿនបំផុតដើម្បីឲ្យទៅទាន់ដង្ហើមរបស់លោកប៉ុន្តែទៅអត់ទាន់អីផ្សេងទៀតដែលបងសប្បាយចិត្តនឹងធ្វើជូនគាត់បានធ្វើអស់ហើយដូចជាពេលខ្លះមានបច្ច័យតិចតួចពីការងារអញ្ចឹងបានយកជូនគាត់ខ្លះពេលគាត់ឈឺធ្ងន់ម្ដងនៅពេទ្យនោះគឺយើងបានទៅគក់ច្បាច់ឲ្យគាត់ចង់ថាយើងធ្វើអីបំពេញកាតព្វកិច្ចជាកូនបានយើងព្យាយាមធ្វើអញ្ចឹងណាអញ្ចឹងក្រែងបងសប្បាយចិត្តដែលបងបានធ្វើទង្វើល្អជាកូននឹងបានទៅគាត់តែអីដែលស្ដាយគឺស្ដាយត្រឹមតែទៅអត់ទាន់ដង្ហើមគាត់ហើយនឹងអត់ដែរប្រាប់គាត់ថាលោកគ្រូកូនស្រឡាញ់លោកគ្រូហើយរឿងមួយទៀតដែលធ្វើឲ្យបងមានវិបដិសារីខ្លះហ្នឹងគឺត្រឡប់ទៅកាន់ឆ្នាំ2012ដល់2014 15យើងធ្លាប់មានរឿងកម្មករមួយគ្នាបែបជាគ្រួសារយើងដឹងហើយអូនចាននៅក្នុងរាវតែងតែប៉ះទង្គិចចឹងណាហើយជាពិសេសផ្នែកគំនិតចាស់ជាមួយផ្នែកគំនិតក្មេងៗមិនសូវជាស៊ីគ្នាហ្មងទេពេលខ្លះយើងគិតខុសពីឪពុកម្ដាយពេលខ្លះឪពុកម្ដាយគិតខុសពីយើងប៉ុន្តែគោលដៅចង់ឲ្យជោគជ័យតែមួយហើយសិក្សារៀងខ្លួនអញ្ចឹងការជំនាន់នោះមានរៀងកម្មលកោមួយលោកគ្រូដែរប៉ុន្តែមកដល់សប្ងៃបងបានយល់ពីគាត់ច្រើនប៉ុន្តែរឿងតិចទៀតដែលគាត់អត់ទាន់បានយល់ពីយើងអញ្ចឹងយើងអត់ទាន់បាន clear គ្នាហើយលាគ្នាហើយនិយាយដូចថាលៀងពាក្យនឹងការអត់អោនអត់តឲ្យគ្នានឹងអត់ទាន់បាននិយាយហើយគាត់ក៏ទៅចោលពួកយើងប៉ុន្តែទោះយ៉ាងណាក៏បងបានផ្សារ relationship ហើយនឹងមិត្តភាពនឹងជាមួយគាត់បានល្អប្រសើរមកវិញដែររឿងកម្មករដែលយើងមានមួយគ្នានឹងបានចាប់ទៅក្នុងឯកសារភាពយន្តមួយឈ្មោះថាការរស់ឡើងវិញនៃក្បាច់គុនរបស់កតោភាសាអង់គ្លេសថា surviving របស់កតោហ្នឹង filmmaker អ្នកផលិតកុនហ្នឹងគឺគាត់បានឃើញជីវិតពួកយើងតស៊ូរួមគ្នាខ្លាំងពេកគាត់ក៏មាន connection ផ្សារភ្ជាប់ទៅនឹងប្រជាជនខ្មែរនេះដូចជាគ្រួសារបកតោមួយនេះគាត់ក៏សូមអនុញ្ញាតការថាយើងថតពីជីវិតពិតអ្នករាល់គ្នាបានអត់ពេលហ្នឹងឯងគឺគាត់ផ្ដិតយកសកម្មភាពពិតរបស់ពួកបងសិស្សច្បងរបស់បងហើយនឹងលោកគ្រូតាផ្ទាល់គឺយើងមានរឿងឆ្លោះគ្នាគឺយើងដាក់នៅលើតុអញ្ចឹងបណ្ដោយអញ្ចឹងអ្នកចាប់កាមេរ៉ាយើងមិនដឹងថាគេចាប់ពេលយើងនិយាយគ្នារកម្មកោត្រង់ណាពីពេលណាហើយភាពយន្តឯកសារនឹងឯងគឺបងពិតជា appreciate ហើយដឹងគុណដល់ម្នាក់ដែលគាត់ចេះមានគំនិតបង្កើតភាពយន្តឯកសារនឹងជីវិតពិតហ្នឹងគាត់ឈ្មោះ Mark Voxler ជាជនជាតិកាណាដាហើយស្រឡាញ់ខ្មែរយើងខ្លាំងមែនទែនអញ្ចឹងឯកសារនឹងឯងគឺបានធំតសល់ឯកសារហ្នឹងឯងជាធ្វើឲ្យពួកយើងពេលនឹកលោកគ្រូតាម្ដងអាចមើលវីដេអូហ្នឹងដើម្បីរំលឹកពីការចងចាំអនុស្សាវរីយ៍ល្អច្រើននៅក្នុងភាពយន្តឯកសារហ្នឹងហើយអនុស្សាវរីយ៍ដែលមានពីធម្មជាតិឪពុកម្ដាយឆ្លោះជាមួយកូនក៏មាននៅក្នុងនឹងដែរគឺជីវិតពិតដែលទាំងអស់គ្នាធ្លាប់ជួបហើយ related ទៅក្នុងរឿងហ្នឹងហើយក្រៅពីហ្នឹងចងចាំតែរឿងវិជ្ជមានមួយគ្នាហើយរឿងល្អហើយសារនឹងឯងក៏ចង់ប្រាប់ទៅប្រិយមិត្តរបស់ខ្ញុំក៏ដូចជាអ្នកទស្សនាទាំងអស់ទឹកពិសាប Bronet We Active បរិសុទ្ធស្រស់ស្រាយគ្រប់ពេល We Active ភេសជ្ជៈកីឡាដំបូងគេរបស់ប្រទេសកម្ពុជាបំពេញនិងរក្សាជាតិទឹកព្រមទាំងសារធាតុរ៉ែបានល្អហើយឆាប់រហ័សពេលយើងបាត់បង់មនុស្សសំខាន់ឬក៏មនុស្សដែលយើងស្រឡាញ់ខ្លាំងបំផុតសូមឲ្យអ្នកទាំងអស់គ្នាគិតតែពីអនុស្សាវរីយ៍ល្អៗបានហើយចង់សួរវិញថាតើយើង move on នៅពេលណាតើយើងបំភ្លេចមនុស្សដែលយើងស្រឡាញ់ទៅចោលយើងបាននៅពេលណាពេលវេលាខ្ញុំគិតថាពេលវេលាអ្នកខ្លះចិត្តគាត់មានកំណត់ត្រឹមរយៈពេលខ្លីគាត់អាចឆ្លងទៅបានអ្នកខ្លះទៀតគាត់មានរយៈពេលវែងបានគាត់ឆ្លងទៅបានប៉ុន្តែទោះយ៉ាងណាខ្ញុំសូមឲ្យគិតត្រឡប់មកវិញនៅពេលដែលយើងមានជីវិតនៅរស់ជាមួយគ្នាសូមប្រើពេលវេលាល្អឲ្យបានមួយគ្នាហើយដូចខ្ញុំអញ្ចឹងខ្ញុំបាននិយាយពាក្យថាកូនឆ្លាញ់លោកគ្រូទៅគាត់គាត់នៅមានជីវិតអញ្ចឹងទាំងអស់គ្នាកុំរក្សាអាវប្បធម៌អៀនមាត់អៀនអីអញ្ចឹងណាហើយជាពិសេស
ông phu minh cha đại con kết tha anh mình vậy tha anh sẽ lánh việc của anh một đặc biệt trong bộ côn lại côn bán chật ấy ông phu minh cùng bạch đệ xa cùng đất lưng tiết ấy pe sẽ lánh côn có chết tập prap tới hay phèo tham ạ phèo ba phèo chết của anh cùng bán chật á của anh thời tập to tới tiết trên môi trái pi hay tập bây giờ ban giấy bị lo cho mỗi khi chẳng ấy bây giờ clear khi đợi ở miền bị lia miền tây សោកស្ដាយមែន sao sẽ đài cái bị đệ xa đấy ហ្នឹងហើយទទួលស្គាល់ដោយសារតែខ្មែរយើងអត់ហ៊ានទេនៅក្នុងការនិយាយថា បថយយើង ខ្ញុំស្រឡាញ់បងខ្ញុំស្រឡាញ់ ហ្នឹង ម៉ាក់ខ្ញុំស្រឡាញ់ប៉ាឬក៏ប៉ាស្រឡាញ់ចេះដោយសារយើងគិតថាយើងនៅតែមានអៀនការអៀនមាត់នៅក្នុងខ្លួននឹងអញ្ចឹងទៅដល់ពេលដែលថ្ងៃចុងក្រោយនៅពេលដែលយើងបាត់បង់នរណាម្នាក់យើងចាប់ផ្ដើមមានអារម្មណ៍ថាខ្ញុំចង់ឲ្យពេលវេលានឹងត្រឡប់មកក្រោយវិញខ្ញុំចង់និយាយថាខ្ញុំស្រឡាញ់ប៉ាខ្ញុំស្រឡាញ់ម៉ាក់ខ្ញុំស្រឡាញ់បងប៉ុន្តែចុងក្រោយទៅវាបានគ្រាន់តែជាការដង្ហើយហៅទាំងដែលវាអត់មានលទ្ធផលអីមួយអញ្ចឹងបាទ ហើយកលឹះមួយទៀតសម្រាប់ដោះស្រាយបញ្ហាគ្រួសារខ្ញុំជឿថាអ្នកទាំងអស់គ្នាដឹងប៉ុន្តែអត់ដែលបានធ្វើទង្វើហ្នឹងគឺមានបញ្ហាអីយករឿងមកដាក់លើតុបាយពេលហូបបាយនិយាយគ្នាត្រង់ទៅត្រង់មកនិយាយពេលហ្នឹងដោះស្រាយពេលហ្នឹងឲ្យឈប់គុំឈប់ខឹងគ្នា បាទ សំខាន់គឺ communication ហ្នឹងហ្មងជួនកាលពុកម្ដាយឬក៏អ្នកដែលចាស់ជាងយើងខឹងខ្លាំងគាត់ខំនៅក្នុងនេះគាត់អត់ព្រមនិយាយទេដល់ពេលឈប់និយាយរវាហើយនៅខំជាប់អត់ព្រមនិយាយតទល់មួយគ្នាខ្ញុំសូមលើកទឹកចិត្តឲ្យនិយាយគ្នាមានបញ្ហាអីនិយាយត្រង់ទៅត្រង់មកដោះស្រាយគ្នាចប់គឺចប់ឲ្យបានធូររៀងខ្លួនតើអត់និយាយយើងអត់ដឹងទេដូចរ៉ាប៊ីជាមួយបងអញ្ចឹងបើយើងអត់បានសាររើអត់បានសួរអត់ដឹងថាជីវិតយើងជួបអីខ្លះឬក៏ប្រស័យតាក់ទងគ្នាយ៉ាងណាយើងអត់បានដឹងទេគឺតែអញ្ចឹងបាទ អញ្ចឹងឥឡូវនេះអានេះជាជីវិតរបស់បងតកតងជាមួយនឹងការដែលបងបានឆ្លងកាត់ជាមួយនឹងរឿងរ៉ាវគ្រប់បែបយ៉ាងទាំងអស់ក្នុងជីវិតឥឡូវនេះលោកគ្រូតាក៏បានចាក់ចេញទៀតអញ្ចឹងមានអារម្មណ៍ថាបងជាមនុស្សស្រីខ្ញុំនៅតែមានអារម្មណ៍ថាបងនៅតែទុនខ្សោយហើយផ្នែកផ្លូវចិត្តអញ្ចឹងតែបើសិនជាក្នុងករណីថាបងរឹងមាំហ្នឹងខ្ញុំសប្បាយចិត្តមែនតើចង់ដឹងបន្តិចចុងក្រោយនឹងធ្វើបែបណាទៀតនៅពេលដែលអត់មានវត្តមានលោកគ្រូតានៅ បណ្ដាំដែលពួកយើងចាំអត់ភ្លេចគឺពួកឯងកុំអោយបុកតោស្លាប់ម្ដងទៀតពួកឯងកុំអោយវប្បធម៌យើងស្លាប់ម្ដងទៀតអញ្ចឹងយើងមានតែ pass ពាក្យហ្នឹងជូនពាក្យហ្នឹងទៅដល់ក្មេងជំនាន់ក្រោយប្រាប់ថាអូនហាត់ទៅក្មួយហាត់ទៅបើអត់ឡើងវាយក៏បានបង្ហាញខ្លួនថាយើងចេះអ្វីជារបស់ខ្មែរដែរហើយទាំងអស់គ្នាក៏នឹងមិនដើរកន្លងចាស់ទេដោយសារយើងធ្លាប់ដឹងថាចាស់គ្រូចាស់ក៏ធ្លាប់មានបញ្ហាកម្មករហើយយើងគិតថាពាក្យអញជាធំគឺជាហ្នឹងហើយល្អជាងអ្នកនេះល្អជាងអ្នកនោះអញ្ចឹងណាយើងនឹងព្យាយាមធ្វើយ៉ាងណាឲ្យជំនាន់របស់យើងនេះឲ្យល្អគ្រប់គ្នាមានចំណេះស្មើគ្នាហើយអ្នកទូចចែករំលែកចំណេះដល់អ្នកធំចែករំលែកចំណេះដល់អ្នកទូចដូចសប្តាហ៍នេះអ្វីដែលបងធ្វើនៅពេលដែលបងខ្វះខាតបងទៅសួរសិស្សប្អូនវិញអូនមានអីចែករំលែកបងចាំស្ដាប់ជានិច្ចហើយការសាពះជំរាបសួរគ្នាយើងអត់បានគិតថាអញចាស់ជាងអញចេះលើកដៃជំរាបសួរពួកឯងអត់គិតចឹងឯងទូចប៉ុណ្នេះទូចប៉ុណ្ណឹងខ្ញុំសាពះទាំងអស់ដើម្បីឲ្យគាត់ឃើញគំរូថាអានេះជាការគោរពគ្នាមិនមែនតតែអាយុធំអាយុទូចអីទេហើយយើងនឹងក៏ព្យាយាមរក្សាបុកតោនេះតរហូតទៅក្នុងនាមជាកូនចៅហើយកូនសិស្សរបស់លោកគ្រូតាក្បាលមាសស្អាតកុងសៀនហើយក៏ចង់នៅតែធ្វើឲ្យបុកតោនៅរស់ជានិរន្តរ៍ពីព្រោះតម្រាំតែគាត់បានធ្វើឲ្យបុកតោចូលដល់ឆាកអន្តរជាតិស្គាល់ដល់ UNESCO នេះគឺវេទនាខ្លាំងអញ្ចឹងយើងមិនអាចឲ្យបាត់បង់ទេពេលដែលបងចង់និយាយទៅកាន់មហាជនទូទៅតើតើជាមួយនឹងការថែរក្សាវប្បធម៌យើងគឺរបបកតានឹងតែម្ដងក៏ដូចជាគុណខ្មែរសម្រាប់ខ្ញុំគឺការផ្ដាំផ្ញើហើយនឹងការអរគុណដូចជាសពមួយដងហើយខ្ញុំគ្រាន់តែចង់រំលឹកម្ដងទៀតទេថាយើងត្រូវគិតថាយើងសំណាងណាស់បានកើតនៅក្នុងទឹកដីនេះហើយទោះបីជាយើងជួបបញ្ហាច្រើនក៏យើងអាចងើបមកវិញដើររួមគ្នាដែរចឹងទេសូមឲ្យបងប្អូនជួយនៅតែរួបរวมហើយនៅតែរួបរวมសាមគ្គីគ្នាឲ្យកាន់តែល្អជាងនឹងទៀតដើម្បីប្រទេសជាតិយើងរឹងមាំពីព្រោះអ្នកទាំងអស់គ្នាហ្នឹងហើយគឺជាកម្លាំងចលករសម្រាប់រុញនិងចែកចំណេះដឹងដល់ក្មេងជំនាន់ក្រោយហើយក្មេងជំនាន់ក្រោយទៀតផងដែរបើសិនបងប្អូនប៉ាកែខាងអីអូនធ្វើនឹងចោះធ្វើនឹងហើយ
ត្រូវគិតសំខាន់ជាដំបូងគឺឲ្យខ្លួនឯងមានតម្លៃណាឲ្យតម្លៃខ្លួនឯងសំខាន់ទី2គឺធ្វើជាគំរូដល់ក្មេងជំនាន់ក្រោយរបស់បងប្អូនឯងទៀតហើយនឹងយើងគិតថាធ្វើយ៉ាងម៉េចតួបងអូនអត់បានចេះក្បាច់គុនឬក៏សិល្បៈណាមួយតែឯងមានចំណេះនៅក្នុងណាមួយគិតថាយើងនឹងយកការងារនេះឬក៏ប្រយោជន៍នេះធ្វើជាតំណាងជាតិហើយសូមឲ្យសំខាន់ឆន្ទៈបេះដូងហើយនឹងឆន្ទៈធ្វើមកជាមួយគ្នាកុំធ្វើដោយបខំនិងកីឡាអីក៏ល្អដែរប៉ុន្តែបើសិនជាអាចឆ្លាញ់ខាងកីឡាវប្បធម៌របស់ជាតិយើងក៏ជាការល្អសម្រាប់រក្សាវប្បធម៌បុរាណរបស់យើងផងដែរហើយនឹងខ្ញុំអរគុណដល់អ្នកឆ្លាញ់គាំទ្រខ្ញុំតាំងពីខ្ញុំនៅចំណុច0រហូតមកដល់ពេលនេះហើយនឹងសូមលើកទឹកចិត្តប្រិយមិត្តទាំងអស់ដែលតាមដាននិងធ្លាប់តែស្ដាប់ជីវប្រវត្តិខ្ញុំហ្នឹងថាបើសិនតើអស់គ្នាហត់នឿយដួលអត់ទាន់ក្រោករួចកុំបោះបង់ចោលសម្រាប់មួយផ្លែតសិនបានដូចខ្ញុំទៅអត់រួចខ្ញុំសម្រាប់បានមួយឆ្នាំដែរប៉ុន្តែអីដែលធ្វើឲ្យខ្ញុំគិតត្រឡប់មកវិញហ្នឹងគឺគ្រួសារជាសំខាន់ជាតិជាសំខាន់ហើយអ្នកបន្តវេនយើងជាសំខាន់អញ្ចឹងបើសិនយើងដួលយើងខំក្រោកមកវិញឲ្យបានហើយនឹងយើងជួយអ្នកដែលដួលហ្នឹងឲ្យក្រោកមកវិញជាមួយយើងអញ្ចឹងអាកម្លាំងដែលវាផ្សារភ្ជាប់គ្នាខ្លាំងទៅខ្លាំងមកហ្នឹងយើងធ្វើឲ្យខ្លាំងបានទាំងអស់គ្នាបាទពាក្យពេចន៍នេះជ្រៅជ្រះមែនតើខ្ញុំជឿថាប្រហែលជាមហាជនដែលគាត់បានឮក៏ដូចជាបានកំពុងតែមើលទៅលើអេពីសូតផងជាមួយនេះតើតងជាមួយនឹងជីវប្រវត្តិផងបងថារត់ក៏ដូចជាការតស៊ូច្រើនហ្នឹងគឺមានអារម្មណ៍ថាអាចលើកទឹកចិត្តគាត់បានច្រើនមែនតើហើយអ្វីដែលខ្ញុំពិតជាចង់និយាយទៅកាន់បងនៅពេលនេះគឺអរគុណមែនតើហើយក៏ក្នុងនាមខ្ញុំម្នាក់ជាកូនខ្មែរពិតជាមានអារម្មណ៍ថាមានមោទនភាពមែនតើដែលបានបងជាអ្នកតំណាងជាតិហើយនៅក្នុងការថែរក្សានៅវប្បធម៌ផងយើងអញ្ចឹងបន្តទៀតបងព្រោះដោយសារគេមានអ្នកគាំទ្របងច្រើនមែនតើហើយក្នុងហ្នឹងមានខ្ញុំមួយដែរបាទអញ្ចឹងសង្ឃឹមថាពួកយើងនឹងដើរទៅតាមកន្លងអ្វីដែលបងបានកសាងជូនប្រជាជាតិយើងអញ្ចឹងអរគុណមែនតើបងអរគុណសម្រាប់ការអញ្ជើញចូលរួមក្នុងកម្មវិធីអរគុណមែនតើដែលផ្ដល់កិត្តិយសនិងវត្តមានរបស់បងនៅទីនេះអរគុណដល់វាactive ដែលឲ្យពេលវេលានិងឱកាសបងមកទៅចែកនិងចែកម្លែកនៅក្នុងពេលនេះហើយទោះបីអ្នកទាំងអស់គ្នាឃើញមកងាប់ហើយអ្នកបដាលគេដែរយំញ៉ៃញ៉ៃពីនឹងអីខ្ញុំសារភាពថាយើងមិនអាចខ្លាំងរហូតបានទេហើយខ្ញុំធ្លាប់បានបញ្ជាក់ពីខាងមុននឹងដែរពេលខ្លះអាធម្មជាតិនៅក្នុងបដោយវាបន្តិចទៅពេលយើងខំខ្លាំងពេកវាអាចដាច់ហើយបងសង្ឃឹមថាអ្វីដែលយើងទៅចែកគ្នាមិញនេះហើយនឹងអ្វីដែលចេញពីខ្ញុំនិយាយទៅខាងមុនមិញនេះសង្ឃឹមថានេះគឺជាសារលើកទឹកចិត្តដ៏ពេញទំហឹងដល់ប្រិយមិត្តនិងបងប្អូនទាំងអស់គ្នាបាទអញ្ចឹងអរគុណច្រើនមែនតើសារថ្មីនោះទៀតបងហើយឥឡូវនេះការសន្ទនាផងយើងចេញពីបេះដូងហ្នឹងគឺបានបញ្ចប់ហើយអញ្ចឹងក៏អរគុណអ្នកទាំងអស់គ្នាដែលបានស្ដាប់តាំងពីដើមរហូតដល់ពេលនេះផងដែរហើយយើងនឹងមានការចែករំលែកច្រើនជានេះទៅទៀតតទៅជាមួយនឹងប្រធានបទផ្សេងៗក៏ដូចជាបទពិសោធន៍នៃជីវិតផ្សេងៗតទៅជាមួយនឹងវាគ្មិនកិត្តិយសផ្សេងៗផងដែរអញ្ចឹងកុំភ្លេចតាមដានទាំងអស់គ្នាហើយឥឡូវនេះយើងដល់ទីបញ្ចប់ហើយអរគុណច្រើនអញ្ចឹងជួបគ្នានៅក្នុងអេពីសូតក្រោយភេសជ្ជៈកីឡាបំពេញជាតិទឹក We Active ល្អបំផុតសម្រាប់លោកគ្នាពិសេសអ្នកលេងកីឡាផលិតផលខ្មែរ 100% ផលិតដោយក្រុមហ៊ុន Waternet